Windows or MacBook សំណួរនេះគឺខ្ញុំតែងតែសួរខ្លួនឯងជាប្រចាំនៅពេលណាខ្ញុំចាប់ដើមទិញកុំព្យូទ័រហើយកុំព្យូទ័ររបស់ខ្ញុំដែលខ្ញុំទិញចង់មកថាបើសិនជាខ្ញុំប្រើប្រាស់មុនដំបូងគឺ Windows ហ្នឹងហើយប៉ុន្តែកុំព្យូទ័រដែលខ្ញុំប្រើប្រាស់ឥឡូវនេះគឺ MacBook M2 and based on experience អាចនិយាយបានថាសម្រាប់ប្រើប្រាស់ទៅលើការរៀន IT របស់ខ្ញុំគឺវាគ្រាន់បើ and អាចនិយាយបានថាខ្ញុំមកត្រូវបាន set up អីញ៉ៃឯងហើយបើសិនជាមានបញ្ហាជាទូទៅគឺខ្ញុំ factory reset យកហ្មង but based on Windows experience I think that everyone should experience is because it's good and also it's an open source but សម្រាប់អ្នកដែលសិស្សថ្មីដែលចាប់ដើមរៀន IT អាចនិយាយបានថា Windows is for you ដោយសារតែតម្លៃអាចនឹងសមរម្យសម្រាប់អ្នកនរគ្នាអាចនិយាយបានថាបើសម្រាប់អ្នកចាប់ចង់លក្ខណៈថាចង់លេងហ្គេមចង់អីតម្លៃល្អបំផុតគឺអាចនិយាយបានថា500ឡើងមិនបាច់លក្ខណៈថាឡើងទៅដល់1000ទេអាចនិយាយបានថាខ្ទង់ចន្លោះ500ឬក៏800ហ្នឹងគឺតម្លៃនឹងសមរម្យហើយសម្រាប់អ្នកសិស្សរៀន IT